ជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំមកអានមេរៀនទាំងអស់មេរៀនគឺនៅក្នុងសៀវភៅ PR មានដូចជាមេរៀនទី1តើតំណែងតំណងសាធារណៈជាអ្វីមេរៀនទី2ដើមកំណើតនិងអ្នកត្រួតត្រាតំណែងតំណងសាធារណៈមេរៀនទី3តំណែងតំណងសាធារណៈនិងគោលបំណងគំនិតជាមូលដ្ឋានមេរៀនទី4មុខងារនិងអាជីវកម្មងារនិងអាជីពការងារក្នុងតំណែងតំណងសាធារណៈមេរៀនទី5គឺការសរសេរអត្ថបទនិងការនិយាយសាធារណៈមេរៀនទី6សេចក្តីប្រកាសព័ត៌មានមេរៀនទី7ទូចឆន្ទៈក្នុងការងារតំណែងតំណងនិងតំណែងតំណងសាធារណៈមេរៀនទី9នាយផែនការតំណែងតំណងសាធារណៈនិងអ្នកប្រឹក្សាតំណែងតំណងសាធារណៈមេរៀនទី10ការតាំងពិព័រណ៍នៅក្នុងតំណែងតំណងសាធារណៈដោយសារតែមេរៀននេះគឺមានច្រើនដូចនេះបើសិនជាខ្ញុំនិយាយអានមេរៀនទាំងអស់គឺដល់ពេលកំណត់1ម៉ោងពេលណាគឺខ្ញុំនឹងឈប់ពេលហ្នឹងឥឡូវគឺខ្ញុំចាប់ផ្ដើមអានពីមេរៀនទី1មេរៀនទី1តើតំណែងតំណងសាធារណៈជាអ្វីវត្ថុបំណងនៃមេរៀននៅចំបញ្ចប់នៃមេរៀននេះអ្នកនឹងអាចដឹងថាស្វែងយល់ពីទស្សនៈផ្សេងៗគ្នាអំពីតំណែងតំណងសាធារណៈស្វែងយល់ពីភាពខុសគ្នាតួនាទីរបស់ Public Relation Officer PRO និង Guest Relation Officer GRO ស្វែងយល់ពីសាធារណជនសំខាន់និងមូលហេតុដែលពួកគេមានសារៈសំខាន់ចំពោះស្ថាប័នស្វែងយល់ពីតំណែងតំណងសាធារណៈមានឥទ្ធិពលលើស្ថាប័នវិភាគពីរបៀបដែលតំណែងតំណងសាធារណៈរួមចំណែកដល់ការកសាងទំនុកចិត្តនិងតំណែងតំណងវិជ្ជមានជាមួយសាធារណជនស្វែងយល់ពីគុណភាពសំខាន់របស់អ្នកតំណែងតំណងសាធារណៈនិងជួយឲ្យពួកគេអនុវត្តការងារបានជោគជ័យទី1សេចក្តីផ្ដើមតំណែងតំណងសាធារណៈ Public Relation គឺជាវិស័យដ៏ស្មុគស្មាញនិងចម្រុះដែលមាននិយមន័យផ្សេងគ្នាទៅតាមបរិបទនិងគោលបំណងនៃការប្រើប្រាស់ជាទូទៅវាត្រូវបានគេយល់ថាជាសិល្បៈនិងវិទ្យាសាស្ត្រនៃការគ្រប់គ្រងទំនាក់ទំនងរវាងអង្គភាពឬបុគ្គលជាមួយសាធារណជនដើម្បីកសាងទំនុកចិត្តនិងរក្សាកេរ្តិ៍ឈ្មោះដោយមិនថាជាការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ស្ថាប័នការដោះស្រាយវិបត្តិនិងការអប់រំសាធារណជននោះទេតំណែងតំណងសាធារណៈដើរតួនាទីជាស្ពានដ៏សំខាន់នៅក្នុងការក្នុងការបង្កើតការយល់ដឹងនិងតំណែងតំណងវិជ្ជមានតាមនេះតួនាទីនៃ Public Relation Officer និង GRO ច្រើនតែបានយល់ច្រឡំដោយសារពួកគេសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងតំណែងតំណងទោះជាយ៉ាងណាភារកិច្ចរបស់ GRO មានលក្ខណៈជាយុទ្ធសាស្ត្រដោយផ្ដោតលើការកសាងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ននិងតំណែងតំណងជាមួយសាធារណជន GRO វិញគឺផ្ដោតទៅលើការផ្ដល់សេវាកម្មផ្ទាល់ខ្លួននិងការថែរក្សាភ្ញៀវជាក់លាក់ការដឹងពីភាពខុសគ្នានេះគឺសារៈសំខាន់នៃតំណែងតំណងសាធារណៈគឺនឹងជួយឲ្យយើងមើលឃើញតួនាទីរបស់វាក្នុងការជំរុញភាពជោគជ័យរបស់ស្ថាប័នមេរៀននេះនិស្សិតនឹងស្វែងយល់ពីនិយមន័យទស្សនៈផ្សេងៗគ្នាឥទ្ធិពលព្រមទាំងគុណភាពសំខាន់ៗដែលជំនាញខាងវិស័យនេះត្រូវមាននិងអនុវត្តប្រកបដោយប្រសិទ្ធភាពក៏តួនាទីរបស់ Public Relation Officer មានតួនាទីក្នុងការគ្រប់គ្រងកេរ្តិ៍ឈ្មោះនិងការទំនាក់ទំនងរបស់អង្គភាពជាមួយនឹងសាធារណជនឬភាគីពាក់ព័ន្ធពួកគេអាចធ្វើការផ្សព្វផ្សាយនិងរៀបចំព្រឹត្តិការណ៍ដោះស្រាយបញ្ហាក្នុងទំនាក់ទំនងសាធារណៈការងាររបស់ PRO មានលក្ខណៈជាយុទ្ធសាស្ត្រនិងផ្ដោតលើការកសាងទំនាក់ទំនងវិជ្ជមានជាមួយសាធារណជនតួនាទីរបស់ Guest Relation Officer តួនាទីរបស់ GRO គឺផ្ដោតទៅលើការទំនាក់ទំនងជាមួយភ្ញៀវឬអតិថិជនជាក់លាក់ពួកគេជាអ្នកផ្ដល់សេវាកម្មនិងធានាថាភ្ញៀវអតិថិជនមានការពេញចិត្តនិងប្រើប្រាស់សេវាកម្មការងាររបស់ GRO មានលក្ខណៈប្រតិបត្តិការនិងផ្ដោតទៅលើការទំនាក់ទំនងជាមួយភ្ញៀវអតិថិជនតាមរយៈការដោះស្រាយបញ្ហាផ្សេងៗដូច្នេះទោះបីជាមុខងារទាំងពីរនេះមានភាពស្រដៀងគ្នានៅក្នុងការគ្រប់គ្រងទំនាក់ទំនងក៏ដោយតែ PRO មានតួនាទីជាអ្នកយុទ្ធសាស្ត្រចំណែក GRO មានតួនាទីជាអ្នកប្រតិបត្តិការយល់ច្រឡំរវាងមុខងារទាំងនេះអាចកើតឡើងដោយសារតែការប្រើប្រាស់ទំនាក់ទំនងក្នុងបរិបទផ្សេងគ្នាពីនិយមន័យទំនាក់ទំនងសាធារណៈទស្សនៈរបស់លោក McKellar
តាមទស្សនៈរបស់លោក Michaeler អត្ថន័យទំនាក់ទំនងសាធារណៈ Public Relation មានលក្ខណៈខុសពីការផ្សព្វផ្សាយនិងលក់ផលិតផលគោលបំណងចម្បងរបស់អ្នកទំនាក់ទំនងសាធារណៈគឺកសាងនិងរក្សារូបភាពវិជ្ជមានរបស់ក្រុមហ៊ុននិងអង្គភាពជាអ្នកលក់ផលិតផលដោយផ្ទាល់និងការបកស្រាយរបស់លោកEller បង្ហាញពីតួនាទីដ៏សំខាន់របស់ទំនាក់ទំនងសាធារណៈក្នុងការផ្ដល់ព័ត៌មាននិងការអប់រំដល់សាធារណជនព្រមទាំងការកសាងទំនាក់ទំនងជាមួយនឹងភាគីពាក់ព័ន្ធអត្ថន័យសំខាន់ៗរបស់លោក Eller បានលើកឡើងក៏មិនមែនជាការលក់ផលិតផលទំនាក់ទំនងសាធារណៈមិនមែនជាការផ្សព្វផ្សាយដើម្បីលក់ផលិតផលដោយផ្ទាល់នោះទេវាផ្ដោតទៅលើការកសាងទំនាក់ទំនងវិជ្ជមាននិងរូបភាពរបស់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈគឺសាធារណជនដឹងនិងទទួលស្គាល់អត្ថន័យនៃតម្លៃរបស់ក្រុមហ៊ុនផ្ដល់ព័ត៌មាននិងការអប់រំទំនាក់ទំនងសាធារណៈមានតួនាទីផ្ដល់ព័ត៌មានផលិតផលនិងអប់រំសាធារណជនអំពីសកម្មភាពនយោបាយនិងតម្លៃរបស់ក្រុមហ៊ុនការផ្សព្វផ្សាយព័ត៌មាននេះអាចជួយបង្កើតទំនុកចិត្តនិងការយល់ដឹងពីសំណាក់សាធារណជនកសាងរូបភាពវិជ្ជមានគោលបំណងរបស់ទំនាក់ទំនងសាធារណៈគឺបង្កើតរូបភាពវិជ្ជមានរបស់ក្រុមហ៊ុននិងធានាថារូបភាពនេះនឹងត្រូវបានអភិវឌ្ឍបន្តទៀតរូបភាពវិជ្ជមាននេះគឺអាចជួយឲ្យក្រុមហ៊ុនទទួលបានការគាំទ្រនិងទទួលបានការទទួលស្គាល់ពីសាធារណជននិងអ្នកពាក់ព័ន្ធជាច្រើនទៀតខការបង្កើតក្តីសម័យរបស់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈអាចជួយបង្កើតក្តីសម័យvision របស់ក្រុមហ៊ុននិងធ្វើឲ្យសាធារណជនយល់ពីគោលបំណងនិងតម្លៃរបស់ក្រុមហ៊ុនក្តីសម័យនេះអាចជួយឲ្យក្រុមហ៊ុនទាក់ទាញអ្នកគ្រប់គ្រងនិងពាក់ព័ន្ធដែលមានគោលបំណងដូចគ្នាទស្សនៈរបស់វិទ្យាសាស្ត្រទំនាក់ទំនងសាធារណៈអង់គ្លេសការតាមនិយមន័យរបស់ The British Institute of Public Relations BIPR ទំនាក់ទំនងសាធារណៈ Public Relation ត្រូវបានគេឃើញថាជាការខិតខំប្រឹងប្រែងមានគោលបំណងនិងការទ្រង់ជាប្រចាំដើម្បីបង្កើតការយល់ដឹងគ្នាទៅវិញទៅមករវាងស្ថាប័ននិងសាធារណជននិយមន័យនេះសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗរួមមានការរៀបចំគម្រោងសកម្មភាពយ៉ាងល្អទំនាក់ទំនងសាធារណៈទាមទារឲ្យមានកម្មវិធីដែលបានរៀបចំយ៉ាងល្អប្រសើរនិងគម្រោងច្បាស់លាស់ការងារទំនាក់ទំនងសាធារណៈមិនមែនជាការធ្វើការងារដោយចៃដន្យនោះទេត្រូវតែមានការរៀបចំនិងយុទ្ធសាស្ត្រឲ្យបានគ្រប់ជ្រុងជ្រោយខសកម្មភាពដែលមានរូបស្ថានជាប្រចាំកម្មវិធីនិងការសកម្មភាពទំនាក់ទំនងសាធារណៈត្រូវតែធ្វើឡើងជាប្រចាំដើម្បីមានភាពស្ថិរភាពការទំនាក់ទំនងជាមួយសាធារណជនគឺជាការដំណើរការបន្តដែលត្រូវមានវិធានការនិងការលម្អឥតឈប់ឈរការយល់ដឹងពីគ្នាទៅវិញទៅមកគោលបំណងចម្បងទំនាក់ទំនងសាធារណៈដើម្បីអភិវឌ្ឍការទំនាក់ទំនងដ៏ល្អនៅរវាងស្ថាប័ននិងសាធារណជនវាមិនមែនគ្រាន់តែការផ្ដល់ព័ត៌មានទៅលើសាធារណជននោះទេគឺវាជាការបង្កើតការយល់ដឹងគ្នាទៅវិញទៅមកនិងការទទួលស្គាល់គ្នាទៅវិញទៅមកទស្សនៈរបស់លោក Francescan តាមទស្សនៈរបស់លោក Francescan ទំនាក់ទំនងសាធារណៈត្រូវបានគេមើលឃើញថាវាជាwait នេះត្រូវបានគេមើលឃើញថាជាការតាក់ទងគ្នាទាំងខាងក្រៅនិងទាំងក្នុងស្ថាប័នដែលមានគោលបំណងចម្បងដើម្បីទទួលបានគោលដៅជាក់លាក់និងការផ្ដោតទៅលើការយល់គ្នាទៅវិញទៅមកតាមនិយមន័យរបស់លោក Cheskin បានបង្ហាញពីភាពស្មុគស្មាញនិងចម្លងនៃទំនាក់ទំនងសាធារណៈមិនមែនជាការផ្ដោតលើសាធារណជនពីខាងក្រៅនោះទេថែមទាំងបូករួមជាមួយនឹងទំនាក់ទំនងក្នុងខាងក្នុងផងដែរអត្ថន័យសំខាន់របស់លោក Francescan រួមមានទំនាក់ទំនងសាធារណៈជាប្រព័ន្ធនៃការទំនាក់ទំនងសាធារណៈគឺជាប្រព័ន្ធដែលរួបរวมការផ្ដល់ព័ត៌មាននិងការអប់រំទំនាក់ទំនងជាមួយពាក់ព័ន្ធខ្ញុំសុំទោសសម្រាប់sound noise suppression ដោយសារតែវាមានបញ្ហាជាមួយនឹងដុំ USB កុំព្យូទ័រខ្ញុំវាផ្អែកទៅលើចំណេះដឹងនិងការប៉ັດដែលជាគន្លឹះសំខាន់នៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងស្ថាប័ននិងសាធារណជនខការទំនាក់ទំនងមិនត្រឹមតែខាងក្រៅការទំនាក់ទំនងសាធារណៈមិនមែនផ្ដោតទៅលើសាធារណជនខាងក្រៅដោយអតិថិជនឬសហគមន៍តែប៉ុណ្ណោះទេថែមទាំងបូករួមបញ្ចូលទាំងទំនាក់ទំនងទាំងខាងក្នុងស្ថាប័នផងដែរការទំនាក់ទំនងខាងក្នុងរួមមានទំនាក់ទំនងជាមួយនឹងនិយោជិតភាគីពាក់ព័ន្ធក្នុងស្ថាប័នកម្មវិធីទំនាក់ទំនងសាធារណៈរួមមានគោលដៅច្បាស់លាស់នៅលោក Francescan
បញ្ជាក់ថាកម្មវិធីដំណើរទៅសាធារណៈត្រូវតែកំណត់គោលដៅឲ្យបានច្បាស់លាស់និងអាចបានស្មានបានគោលដៅទាំងនេះអាចរួមមានការកសាងរូបភាពវិជ្ជមាននិងការបង្កើតការយល់ដឹងគ្នាទៅវិញទៅមកឬការទទួលបានពីការគ្រប់គ្រងសាធារណជនការបង្កើតដឹងគ្នាទៅវិញទៅមកគោលបំណងចម្បងរបស់សាធារណៈដើម្បីធ្វើស្ថាប័ននិងសាធារណជនមានការយល់ដឹងគ្នាទៅវិញទៅមកការយល់ដឹងនេះអាចជួយឲ្យការកាត់បន្ថយការភ័ន្តច្រឡំនិងការបង្កើតទំនាក់ទំនងវិជ្ជមានរវាងភាគីទាំងពីរ2.4 សេចក្តីថ្លែងការណ៍របស់ Mexico ទំនាក់ទំនងសាធារណៈគឺជាវិជាសាស្ត្រសង្គមនិងសិល្បៈនៅក្នុងវិជាក្នុងការវិភាគនិងវែកញែកអំពីនិន្នាការនានាទស្សនៈទស្សន៍ទាយពីលទ្ធផលរបស់វាផលប្រឹក្សារបស់អ្នកដឹកនាំស្ថាប័ននិងប្រតិកម្មប្រតិបត្តិគម្រោងសកម្មភាពដែលបម្រើឲ្យទាំងប្រយោជន៍របស់ស្ថាប័ននិងសាធារណជននិយមនេះមានន័យថាទំនាក់ទំនងសាធារណៈវាទាមទារការស្រាវជ្រាវដើម្បីសិក្សាអំពីរបៀបដែលមនុស្សតាក់ទងគ្នានៅក្នុងសង្គមនិងការយល់ដឹងអំពីអាកប្បកិរិយានិន្នាការសង្គមគឺជាមូលដ្ឋាននៃគ្រឹះសម្រាប់ការងារនេះការសិក្សាបែបនេះគឺមានសារៈសំខាន់នៅក្នុងការបង្កើតបណ្ដាញទំនាក់ទំនងដែលមានប្រសិទ្ធភាពដែលអាចភ្ជាប់ស្ថាប័នជាមួយនឹងសាធារណជនបានយ៉ាងរលូនទំនាក់ទំនងសាធារណៈដើម្បីដើរជាតួនាទីក្នុងការយល់យោបល់ដល់អ្នកដឹកនាំដើម្បីគ្រប់គ្រងទាំងកិច្ចការដែលផ្នែកខាងក្នុងនិងខាងក្រៅដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័នកម្មវិធីទំនាក់ទំនងសាធារណៈត្រូវតែមានការរៀបចំគម្រោងយ៉ាងប្រុងប្រយ័ត្នជាមួយនឹងការកំណត់គោលដៅដើម្បីធានាថាវាអាចសម្រេចបានលទ្ធផលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ស្ថាប័នប៉ុណ្ណោះទេកម្មវិធីទំនាក់ទំនងសាធារណៈក៏ត្រូវរួមចំណែកដល់ទំនួលខុសត្រូវក្នុងសង្គមផងដែរដើម្បីបង្កើតតុល្យភាពរវាងប្រយោជន៍ឯកជននិងសាធារណៈសេចក្តីថ្លែងការណ៍នេះបង្ហាញថាទំនាក់ទំនងសាធារណៈមិនមែនជាការងារសាមញ្ញនោះទេវាតម្រូវឲ្យមានទាំងចំណេះដឹងនិងវិទ្យាសាស្ត្រដូចជាការវិភាគទិន្នន័យជំនាញសិល្បៈដូចជាការប្រើច្នៃប្រឌិតក្នុងការទំនាក់ទំនងឧទាហរណ៍បើសិនបើស្ថាប័នមួយនោះចង់ដោះស្រាយវិបត្តិនឹងកេរ្តិ៍ឈ្មោះអ្នកជំនាញខាងទំនាក់ទំនងសាធារណៈត្រូវតែវិភាគមូលហេតុនិងការទូទាយលទ្ធផលការទូទាយផលប៉ះពាល់និងការរៀបចំផែនការដើម្បីកាត់បន្ថយហានិភ័យផលវិបាកដោយការផ្ដល់អត្ថប្រយោជន៍ទាំងស្ថាប័ននិងសាធារណជនចំណុចទី3វិសាលភាពនៃទំនាក់ទំនងវិសាលភាពនៃនិយមន័យទំនាក់ទំនងសាធារណៈចំណែកផ្អែកលើនិយមន័យដែលបានរៀបរាប់ខាងលើឧទាហរណ៍សេចក្តីថ្លែងការណ៍របស់ Mexico យើងអាចសន្និដ្ឋានថាមិនទាន់មាននិយមន័យណាមួយសម្រាប់ទំនាក់ទំនងសាធារណៈដែលត្រូវទទួលបានជាសកលនោះទេមូលហេតុដែលអាចមកពីទំនាក់ទំនងសាធារណៈវាជាផ្នែកមួយដែលរួមបញ្ចូលនៅសមាសធាតុសំខាន់ៗដូចជាច្រើនដូចជាការស្រាវជ្រាវការទំនាក់ទំនងផ្នែកព័ត៌មានការផ្សព្វផ្សាយផលិតផលជាសាធារណៈនិងសកម្មភាពជាច្រើនទៀតទោះបីជាមានភាពខុសគ្នានៃសមាសធាតុនេះក៏ដោយអ្វីដែលធ្វើឲ្យនិយមន័យទាំងឡាយដើរទន្ទឹមគ្នានេះបានគឺផ្ដោតសំខាន់រួមមួយការផ្ដោតសំខាន់នេះអាចនាំមកនូវនិយមន័យដ៏ទូលំទូលាយតែមួយសម្រាប់ទំនាក់ទំនងសាធារណៈទំនាក់ទំនងសាធារណៈជាសិល្បៈនៃការបង្កើតព័ត៌មានដើម្បីជ្រះឥទ្ធិពលទៅលើទស្សនៈនៃការគិតរបស់សាធារណជននិយមន័យនេះបង្ហាញថាទំនាក់ទំនងសាធារណៈមិនមែនជាគ្រាន់តែជាការផ្ដល់ព័ត៌មានធម្មតានោះទេប៉ុន្តែវាជាដំណើរការដែលតម្រូវឲ្យមានភាពច្នៃប្រឌិតសិល្បៈក្នុងការប្រើប្រាស់ព័ត៌មានដើម្បីបង្កើតឥទ្ធិពលឧទាហរណ៍ក្រុមហ៊ុនមួយអាចប្រើយុទ្ធនាការទំនាក់ទំនងសាធារណៈដើម្បីផ្លាស់ប្ដូរទោះជាអាណាភាពស្មុគស្មាញនៃទំនាក់ទំនងសាធារណៈធ្វើឲ្យវាពិបាកក្នុងការកំណត់និយមន័យតែមួយដែលគ្រប់គ្នាស្របវាអាចរួមបញ្ចូលទាំងការគ្រប់គ្រងវិបត្តិការកសាងទំនុកចិត្តសូម្បីតែការលើកឡើងកម្ពស់រូបភាពស្ថាប័នអាស្រ័យលើបរិបទនីមួយៗដែលបានជួបប្រទះដូចនេះនិយមន័យដែលបានលើកឡើងសិល្បៈនៃការប្រើប្រាស់ព័ត៌មានជាចំណុចចាប់ផ្ដើមនៃការបង្រៀនបន្ថែមទៀតដើម្បីទទួលបានគ្របដណ្ដប់លើវិស័យ SX លទ្ធភាពទាំងមូលនៃវិស័យនេះ4សាធារណជនសំខាន់និយោជិត employee ទំនាក់ទំនងសាធារណៈគឺផ្ដើមពីការ
ខាងក្នុងស្ថាប័នរបស់យើងនិយោជិតប្រៀបដូចជាសមាជិកគ្រួសារអាជីវកម្មដែលដើរតួសំខាន់នៅក្នុងការអនុវត្តនិងចែករំលែកគុណតម្លៃរបស់ស្ថាប័ននៅក្នុងការគាំទ្រពីនិយោជិតគឺជាមូលដ្ឋាននិងរឹងមាំជួយឲ្យស្ថាប័នរីកចម្រើនម្ចាស់ក្រុមហ៊ុន stockholder ពួកគេជាម្ចាស់អាជីវកម្មដែលជាអ្នកវិនិយោគនិងជាអ្នកផ្ដល់ទុនអាជីវកម្មដើម្បីឲ្យវាអាចដំណើរការបានដំណើរសាធារណៈត្រូវបានផ្ដល់ព័ត៌មានពិតដល់ពួកគេដើម្បីរក្សាទំនុកចិត្តនិងការគាំទ្រឥឡូវគឺខ្ញុំសូមបន្តទៀតសហគមន៍ communities សំដៅលើទីកន្លែងដែលអាជីវកម្មបង្កើតការិយាល័យរោងចក្រឬផ្ដល់សេវាកម្មប្រជាជននៅទីនោះប្រៀបដូចជាអ្នកចាត់ខាងដ៏មានសារៈសំខាន់មិត្តភាពនិងភាពស្មោះត្រង់របស់ពួកគេជួយទ្រទ្រង់អាជីវកម្មតាមរយៈការផ្ដល់កម្លាំងពលកម្មនិងការគាំទ្រដែលគេជួយឲ្យអាជីវកម្មនោះរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន The News Media ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានការបោះពុម្ពឯកសារអេឡិចត្រូនិកឬទូរទស្សន៍វិទ្យុផ្កាយរណបនិងបណ្ដាញកុំព្យូទ័រអ៊ីនធឺណិតសុទ្ធតែជាផ្នែកមួយនៃទំនាក់ទំនងសាធារណៈពួកគេជាបណ្ដាញសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជនជាទូទៅរដ្ឋាភិបាល government រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិគឺជាដៃគូសំខាន់របស់ស្ថាប័នក្នុងការធ្វើឲ្យស្របតាមច្បាប់បទបញ្ជានិងគោលនយោបាយរបស់រដ្ឋាភិបាលទាមទារឲ្យមានទំនាក់ទំនងល្អដែលជួយឲ្យសម្រួលប្រតិបត្តិការនិងលើកកម្ពស់ភាពជោគជ័យរបស់ស្ថាប័នសហគមន៍វិនិយោគ The New Investment Community រួមមានអ្នកវិភាគនិងស្ថាប័នដែលតាមដាននិងវាយតម្លៃសកម្មភាពអាជីវកម្មពួកគេផ្ដល់ការណែនាំនឹងអ្នកវិនិយោគតាមរយៈការវិភាគយ៉ាងល្អិតល្អន់ទំនាក់ទំនងសាធារណៈប្រកបដោយប្រសិទ្ធភាពជួយបង្កើតរូបភាពវិជ្ជមានទំនាក់ទំនងទាក់ទាញការវិនិយោគថ្មីនិងជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាពអតិថិជន customer គឺជាសាធារណជនដ៏សំខាន់មួយបំផុតពួកគេជាអ្នកប្រើប្រាស់ផលិតកម្មឬសេវាកម្មរបស់អាជីវកម្មនិងគំនិតការបញ្ចេញចិត្តរបស់អតិថិជនពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនិងការរីកចម្រើនជាបន្តបន្ទាប់របស់ស្ថាប័នអ្នកចែកចាយ dealer អ្នកចែកចាយជាភ្នាក់ងារកណ្ដាលដែលពួកគេជួយភ្ជាប់ស្ថាប័នទៅអតិថិជនចុងក្រោយពួកគេដើរតួនាទីសំខាន់នៅក្នុងការធ្វើឲ្យផលិតផលឬសេវាកម្មអាចទៅដល់ទីផ្សារសាធារណជនទាំងអស់នេះមានទំនាក់ទំនងផ្ទាល់និងប្រយោជន៍ជាមួយស្ថាប័នដែលទាមទារឲ្យទំនាក់ទំនងសាធារណៈរៀបចំយុទ្ធសាស្ត្រយ៉ាងប្រុងប្រយ័ត្នដើម្បីបំពេញតម្រូវការរំពឹងទុករបស់ពួកគេឧទាហរណ៍បើសិនបើនិយោជិតមានអារម្មណ៍ថាមិនពេញចិត្តអាចប៉ះពាល់ដល់ផលិតភាពនិងកេរ្តិ៍ឈ្មោះស្ថាប័នដូចគ្នាបើសិនបើអតិថិជនបាត់បង់ទំនុកចិត្តនឹងអាជីវកម្មអាចប្រឈមនឹងហានិភ័យបរាជ័យដូចជាដូច្នេះការយល់ដឹងច្បាស់ពីសាធារណជនសំខាន់ជួយឲ្យទំនាក់ទំនងសាធារណៈអាចគ្រប់គ្រងនិងពង្រីកទំនាក់ទំនងបានប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពចំណុចទី5ឥទ្ធិពលរបស់ទំនាក់ទំនងសាធារណៈមកលើស្ថាប័នទំនាក់ទំនងសាធារណៈគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដែលមានសារៈសំខាន់ខ្លាំងសម្រាប់ស្ថាប័ននានាមិនថាស្ថាប័នសាធារណៈឯកជនឬក៏អង្គការភាពមិនស្វែងរកប្រាក់ចំណេញឡើយឬអង្គភាពមិនស្វែងរកប្រាក់ចំណេញឡើយតាមរយៈការគ្រប់គ្រងទំនាក់ទំនងរវាងស្ថាប័ននិងសាធារណជនទំនាក់ទំនងសាធារណៈមិនត្រឹមជួយកសាងរូបភាពវិជ្ជមានប៉ុណ្ណោះទេថែមទាំង
រួមចំណែកដល់ភាពជោគជ័យនិងការរីកចម្រើនរបស់ស្ថាប័នក្នុងរយៈពេលវែងផងដែរឥទ្ធិពលនៃទំនាក់ទំនងសាធារណៈលាតសន្ធឹងគ្របដណ្ដប់លើវិស័យជាច្រើនចាប់ពីលើកកម្ពស់ការយល់ដឹងជំរុញទំនុកចិត្តពីសាធារណជនរហូតដល់ការទាក់ទាញធនធានមនុស្សដ៏ស្មុគស្មាញដ៏មានសក្តានុពលនិងបង្ហាញពីប្រាជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គមក្នុងបរិបទនេះទំនាក់ទំនងសាធារណៈតួជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងស្ថាប័នតាមរយៈវិធីដូចខាងក្រោមចោលកសាងនៅកសាងនៅអត្តសញ្ញាណនៃការសហការល្អៗទំនាក់ទំនងសាធារណៈជួយបង្កើតរូបភាពវិជ្ជមានមួយសម្រាប់ស្ថាប័នដោយបង្ហាញថាវាជាអង្គភាពដែលមានសហការជាមួយភាគីពាក់ព័ន្ធខាងក្នុងនិយោជិតនិងខាងក្រៅអតិថិជនសហគមន៍នេះធ្វើឲ្យស្ថាប័នមានភាពគួរឲ្យទុកចិត្តចំណែកការភ័ន្តច្រឡំនិងការរើសអើងទំនាក់ទំនងសាធារណៈអាចកាត់បន្ថយនឹងហើយនេះការផ្សព្វផ្សាយយល់ដឹងពីស្ថាប័ននិងសកម្មភាពនានារួមទាំងផលិតផលសេវាកម្មទំនាក់ទំនងសាធារណៈអាចជួយឲ្យសាធារណជនគោលបំណងអ្វីដែលផ្ដល់ជូនផលិតផលឬសេវាកម្មឧទាហរណ៍យុទ្ធនាការផ្សព្វផ្សាយអាចបង្កើតការយល់ដឹងពីម៉ាកយីហោឬគម្រោងថ្មីៗសកម្មភាពក្នុងការទាក់ទាញនិងរក្សានៅបុគ្គលិកសំខាន់ៗនៅក្នុងស្ថាប័នរូបភាពល្អរបស់ស្ថាប័នដែលបង្កើតឡើងតាមរយៈទំនាក់ទំនងសាធារណៈអាចទាក់ទាញអ្នកមានទេពកោសល្យមកធ្វើការជួយរក្សាបុគ្គលិកដែលមានសកម្មភាពនឹងឲ្យនៅជាមួយស្ថាប័នតាមរយៈពេលយូរនេះជួយឲ្យស្ថាប័នរក្សានៅធនធានមនុស្សដ៏មានតម្លៃសម្រាប់ជាប្រយោជន៍ក្នុងការអភិវឌ្ឍស្ថាប័នបញ្ជាក់ឲ្យឃើញនៅការទទួលខុសត្រូវក្នុងសង្គមទំនាក់ទំនងសាធារណៈអាចបង្ហាញថាស្ថាប័នមិនត្រឹមតែផ្ដោតលើប្រាក់ចំណេញប៉ុណ្ណោះទេបន្ថែមទាំងរួមចំណែកដល់សង្គមផងដែរឧទាហរណ៍ការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ឬគម្រោងអភិរក្សស្ថាប័នអាចបង្កើតបានកេរ្តិ៍ឈ្មោះរបស់សាធារណៈរបស់ស្ថាប័ន22នាទីឥទ្ធិពលទាំងនេះបង្ហាញថាទំនាក់ទំនងសាធារណៈមិនត្រឹមជាឧបករណ៍ផ្សព្វផ្សាយប៉ុណ្ណោះទេថែមទាំងជាយុទ្ធសាស្ត្រនិងដ៏សំខាន់ជួយស្ថាប័នរីកចម្រើនទាំងផ្នែករូបភាពនិងប្រតិបត្តិការឧទាហរណ៍នៅពេលស្ថាប័នជួយវិវត្តអាចជាព័ត៌មានមួយវិជ្ជមាននិងទំនាក់ទំនងសាធារណៈអាចស្នើទៅនឹងចិត្តឡើងវិញតាមរយៈការបង្ហាញភាពទទួលខុសត្រូវនិងការដោះស្រាយបញ្ហាប្រកបដោយតម្លាភាពនិងទន្ទឹមគ្នានោះវាក៏អាចជួយស្ថាប័នបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងសាធារណជនសំខាន់ៗដូចជាវិនិយោគិតអតិថិជននិងសហគមន៍ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យប្រកបដោយនិរន្តរភាព6គុណភាពសំខាន់ៗរបស់អ្នកទំនាក់ទំនងសាធារណៈអ្នកជំនាញខាងទំនាក់ទំនងសាធារណៈគឺជាឆ្អឹងខ្នងនៃការកសាងទំនាក់ទំនងដ៏រឹងមាំរវាងស្ថាប័ននិងសាធារណជនដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះពួកគេត្រូវប្រកបដោយគុណភាពពិសេសដែលមិនត្រឹមតែជួយសិក្សាមិនត្រឹមតែជួយគ្រប់គ្រងបញ្ហាប្រឈមប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតផលប៉ះពាល់វិជ្ជមានយូរអង្វែងគុណភាពទាំងនេះរួមបញ្ចូលទាំងជំនាញសីលធម៌និងភាពបត់បែនដែលជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តការងារប្រកបដោយប្រសិទ្ធភាពអ្នកទំនាក់ទំនងសាធារណៈដ៏ល្អចាំបាច់ត្រូវមានគុណភាពសំខាន់ៗដូចខាងក្រោមសកម្មភាពជាអ្នកទំនាក់ទំនងសាធារណៈត្រូវតែមានចំណេះដឹងនិងជំនាញនៅក្នុងការងាររបស់ខ្លួនដើម្បីអាចដោះស្រាយបញ្ហានិងបំពេញភារកិច្ចបានយ៉ាងមានប្រសិទ្ធភាពបុគ្គលិកលក្ខណៈសុចរិតភាពស្មោះត្រង់និងសីលធម៌គឺជាគុណភាពចាំបាច់ចំពោះអ្នក
គាំទ្រសាធារណៈត្រូវទទួលបាននៅក្នុងការផ្ដល់ព័ត៌មានដែលគួរឲ្យទុកចិត្តនិងមិនបំភាន់សាធារណជនជំនាញគ្រប់គ្រងការងារទំនាក់ទំនងសាធារណៈតម្រូវឲ្យមានការរៀបចំផែនការនិងការគ្រប់គ្រងពេលវេលានិងធនធានឲ្យបានល្អអ្នកជំនាញអាចគ្រប់គ្រងគម្រោងឬវិបត្តិផ្សេងៗបានយ៉ាងរលូនជំនាញភាពជាអ្នកដឹកនាំអ្នកជំនាញផ្សេងអ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈត្រូវតែមានសកម្មភាពដឹកនាំក្រុមការងារនិងណែនាំស្ថាប័នឲ្យឆ្លើយតបនឹងស្ថាប័នផ្សេងៗដោយមិនបង្ហាញទិសដៅច្បាស់លាស់និងបំផុសគំនិតដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យមានភាពសកម្មភាពរហ័សរហួននិងការចាប់ផ្ដើមធ្វើអ្វីមួយដោយខ្លួនឯងគឺជាគុណភាពសំខាន់អ្នកទំនាក់ទំនងសាធារណៈត្រូវតែបត់បែននិងត្រៀមខ្លួនជានិច្ចនៅក្នុងការឆ្លើយតបទៅនឹងស្ថាប័នមានការប្រែប្រួលពីបរិស្ថានក្រៅមានសកម្មភាពស្រាវជ្រាវល្អការស្រាវជ្រាវជួយឲ្យអ្នកទំនាក់ទំនងសាធារណៈយល់ពីនិន្នាការសង្គមតម្រូវការរបស់សាធារណជននិងបញ្ហាដែលអាចកើតមានសមត្ថភាពនេះអនុញ្ញាតឲ្យពួកគេរៀបចំយុទ្ធសាស្ត្រផ្នែកលើទិន្នន័យវិទ្យាសាស្ត្រនិងចុះសម្រុងជាមួយមនុស្សទូទៅអ្នកទំនាក់ទំនងសាធារណៈត្រូវតែមានជំនាញទំនាក់ទំនងអារម្មណ៍បុគ្គលល្អអន្តរបុគ្គលល្អដើម្បីអាចធ្វើការជាមួយមនុស្សគ្រប់ប្រភេទរួមទាំងវិនិយោគចិត្តអតិថិជននិងផ្សាយភាពស្និទ្ធស្នាលនិងការយល់ចិត្តគ្នាជួយបង្កើតទំនាក់ទំនងដ៏ល្អរឹងមាំបំផុតសេចក្តីសន្និដ្ឋានទំនាក់ទំនងសាធារណៈគឺជាវិស័យសំខាន់ដែលមិនត្រឹមតែជួយស្ថាប័នកសាងនិងរក្សារូបភាពវិជ្ជមានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតទំនាក់ទំនងរឹងមាំជាមួយសាធារណជនសំខាន់ៗដូចជាវិនិយោគចិត្តអតិថិជននិងសហគមន៍តាមរយៈការស្វែងយល់ពីទស្សនៈផ្សេងៗដូចជាទស្សនៈរបស់លោកMichaela the British Institute of Public Relations Francescan និងសេចក្តីថ្លែងការណ៍របស់ Mexic ធ្វើការទំនាក់ទំនងសាធារណៈគឺជាការរួមបញ្ចូលគ្នានៃសិល្បៈវិទ្យាសាស្ត្រដែលផ្ដោតទៅលើការប្រើប្រាស់ព័ត៌មានដើម្បីបង្កើតការយល់ដឹងគ្នាទៅវិញទៅមកភាពខុសគ្នារវាងតួនាទីរបស់ Public Relation Officer និង Guest Relation Officer បានបញ្ជាក់ពីភាពចម្រុះនៃការងារទំនាក់ទំនងដែលទាមទារទាំងការរៀបចំយុទ្ធសាស្ត្រនិងទូលំទូលាយនិងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះព័ត៌មានលម្អិតដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងគ្នាលើសពីនេះការយល់ដឹងអំពីសាធារណជនសំខាន់ៗនិងឥទ្ធិពលនៃទំនាក់ទំនងសាធារណៈបានបង្ហាញថាវាមានតួនាទីជួយស្ថាប័នឲ្យទទួលបានទំនុកចិត្តនិងទាក់ទាញធនធានដើម្បីបង្ហាញការទទួលខុសត្រូវអ្នកជំនាញខាងទំនាក់ទំនងសាធារណៈដែលប្រកបដោយសមត្ថភាពសុចរិតភាពនិងសកម្មភាពគឺជាកត្តាចាំបាច់ក្នុងធានាឲ្យការងារនេះសម្រេចបានជោគជ័យសរុបមកទំនាក់ទំនងសាធារណៈមិនត្រឹមតែជាឧបករណ៍ផ្សព្វផ្សាយនោះទេប៉ុន្តែជាយុទ្ធសាស្ត្រដ៏សំខាន់ដែលជំរុញឲ្យស្ថាប័នរីកចម្រើនប្រកបដោយនិរន្តរភាពនៅក្នុងបរិបទសង្គមស្មុគស្មាញអូខេឥឡូវខ្ញុំបញ្ចប់មេរៀនទី1ខ្ញុំមើលទៅលើពេលវេលាគឺខ្ញុំប្រើពេលវេលាទៅដល់កន្លះម៉ោងដើម្បីបញ្ចប់មួយមេរៀនឥឡូវនេះគឺខ្ញុំយកពេលវេលាកន្លះម៉ោងទៀតគឺសិក្សាទៅលើមេរៀនទី7គឺជាមេរៀនថ្មីខ្ញុំគិតថាវាកន្លះម៉ោងចប់តែបើសិនជាសិក្សាអស់ហើយវាអត់ដល់កន្លះម៉ោងទេខ្ញុំនឹងអានមួយមេរៀនទៀតឥឡូវគឺយើងចូលមកដល់មេរៀនទី7ទូចឆន្ទៈក្នុងការទូចឆន្ទៈក្នុងការងារទំនាក់ទំនងសាធារណៈគោលបំណងនៃមេរៀននៅចុងបញ្ចប់នៃអង្គភាពនេះអ្នកគួរតែអាចបញ្យល់ពីអត្ថន័យនិងសារៈសំខាន់នៃទូចឆន្ទៈក្នុងការផ្សព្វផ្សាយផលិតផលឬទំនាក់ទំនងនិង
របៀបដែលពួកគេជួយជំរុញការលក់និងការស្គាល់ម៉ាករបៀបដែលទស្សនៈជួយសន្សំពេលវេលាបង្កើតទំនុកចិត្តពីមហាជនទាក់ទាញអតិថិជនថ្មីបង្កើតការលក់និងការបង្កើតមាតិកាផ្សព្វផ្សាយឲ្យកាន់តែសម្បូរបែបណែនាំពីប្រភេទផ្សេងៗនៃ Influencer Nano Micro Media Macro Mega និងរបៀបជ្រើសរើសប្រភេទណាដែលសមស្របទៅនឹងគោលដៅទីផ្សារនិងទំហំអាជីវកម្មជំហាននិងកត្តាសំខាន់ៗក្នុងការជ្រើសរើស Influencer ដូចជាការកំណត់គោលដៅការវិភាគតាមដានការពិនិត្យគុណភាពគុណភាពមាតិកានិងការវាយតម្លៃនៃការចូលរួមដើម្បីបង្កើតធានាថាយុទ្ធនាការទីផ្សារទទួលបានភាពជោគជ័យបង្ហាញពីគុណវិបត្តិដែលអាចកើតមានពីការប្រើទុតិយឆន្ទៈដូចជាហានិភ័យនៃរឿងអស្រូវការចំណាយក្នុងការលំបាកក្នុងការវាស់ស្ទង់លើកកម្ពស់ការយល់ដឹងថាការរំពឹងផ្នែកលើទុតិយឆន្ទៈមិនគ្រាន់តែមិនគ្រប់គ្រាន់ទេហើយការណែនាំឲ្យប្រើវិធីសាស្ត្រផ្សេងៗទៀតដើម្បីធានានិរន្តរភាពអាជីវកម្ម1សេចក្តីផ្ដើមទុតិយឆន្ទៈទុតិយឆន្ទៈឬ brand ambassador គឺ brand ambassador គឺ brand ambassador គឺ brand ទុតិយឆន្ទៈឬ BA គឺជាបុគ្គលដែលតំណាងឲ្យក្រុមហ៊ុនក្នុងការផ្សព្វផ្សាយផលិតផលឬសេវាកម្មដើម្បីជំរុញការលក់និងលើកកម្ពស់គេឈ្មោះយីហោជាទូទៅទុតិយឆន្ទៈច្រើនតែជាអ្នកល្បីឬក៏មានល្បីឈ្មោះឬ influencer ដែលមានអ្នកស្គាល់ច្រើនអាចជាអ្នកគ្រប់គ្រងយីហោដែលមានឥទ្ធិពលទៅលើអ្នកជំនាញខ្លួនលើពីនេះអង្គភាពមួយបានប្រើ affiliate marketing ជាយុទ្ធសាស្ត្រទីផ្សារដោយផ្ដល់កម្រៃជើងផ្សារដល់ influencer នៅលើបណ្ដាញសង្គមដើម្បីជួយផ្សព្វផ្សាយជំរុញការលក់ផលិតផលឬសេវាកម្មការសហការគ្នាជាមួយ influencer មានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្នព្រោះយុវវ័យភាគច្រើនចូលចិត្តតាមដានបុគ្គលល្បីៗជារឿយៗសម្រេចចិត្តតិចឬធ្វើអ្វីតាមតែពួកគេណែនាំការប្រើទស្សនៈឆន្ទៈនិងaffiliate marketing ជួយឲ្យក្រុមហ៊ុនទៅដល់ទស្សនិកជននិងគោលដៅបានយ៉ាងមានប្រសិទ្ធភាពដោយទាញយកភាពជឿជាក់ដោយអាចជាទូទៅទូច្រើនអ្នកមានដើម្បីឈ្មោះនេះដោយទាញយកភាពជឿជាក់និងឥទ្ធិពលរបស់ក្រុមហ៊ុនទាំងនេះយុទ្ធសាស្ត្រទីផ្សារមួយនេះផ្ដល់ការប្រភាពងាយស្រួលចំណេញពេលវេលាពីព្រោះម្ចាស់អាជីវកម្មគ្រាន់តែធ្វើការទំនាក់ទំនងទៅលើបុគ្គលល្បីៗឬតារាណាមួយដែលមានទំនាក់ទំនងពីមហាជនមានអ្នកចំនួនតាមដាន follower ច្រើននៅក្នុងបណ្ដាញសង្គមដោយនៅប្រាក់កម្រៃ commission fee នៅពេលដែលពួកគេជួយផ្សព្វផ្សាយសេវាកម្មឬផ្ដល់ផលិតកម្មនោះការផ្សព្វផ្សាយពីផលិតផលនោះអាចជាការសរសេរអត្ថបទឬការបង្ហោះវីដេអូខ្លីៗការផ្សព្វផ្សាយផ្ទាល់បង្ហោះពីការប្រើប្រាស់ផលិតផលនៅក្នុងសកម្មភាពប្រចាំថ្ងៃ story ក្នុងបណ្ដាញការងាររបស់ influencer នោះជាដើមសូមបញ្ជាក់ផងដែរថាអ្នកដែលមានឥទ្ធិពល influencer មកពីពាក្យ influencer ដែលមានឥទ្ធិពលដូច្នេះពាក្យថា influencer មានន័យថាជាបុគ្គលដែលមានឥទ្ធិពលឬមានឥទ្ធិពលទៅលើអ្នកដទៃដែលមានឥទ្ធិពល
ត្រូវបានគេចាត់ទុកថាជាបុគ្គលសំខាន់របស់សំខាន់ម្នាក់នៅក្នុងវិស័យទីផ្សារនិងការផ្សាយពាណិជ្ជកម្មតើ Brand Ambassador ជួយអ្វីខ្លះអឺមែនតែនទៅ BA ម្នាក់អាចជួយលើរឿងជាច្រើនទៅដល់យីហោក្រុមហ៊ុនមួយហើយខាងក្រោមនេះនឹងយើងនឹងលើកនៅគុណតម្លៃជួយឲ្យយីហោយីហោល្បីលឿនទទួលបានទំនុកចិត្តពីមហាជនចំណេញពេលវេលាប្រសិនបើក្រុមហ៊ុនមួយគ្រាន់តែរចនារូបឬផលិតផលវីដេអូនិយាយពីគុណសម្បត្តិល្អៗនៃផលិតផលឬសេវាកម្មរបស់ខ្លួនហើយផ្សព្វផ្សាយទៅលើផ្សព្វផ្សាយទៅកាន់មហាជនជួយជួនកាលគឺចំណាយពេលយូរនិងចំណាយលុយច្រើនគឺដើម្បីឲ្យមហាជនបានស្គាល់និងសម្រេចចិត្តទិញស្របពេលដែលជួនកាល BA ដែលជាបុគ្គលល្បីឬមានឥទ្ធិពលរូបដែលបានគេស្គាល់ច្រើនស្រាប់មកជួយនិយាយពីគុណសម្បត្តិល្អៗនិងផលិតផលឬសេវាកម្មគឺអាចឆ្លុះអាចចាក់ធ្លុះដល់បេះដូងអ្នកមើលឲ្យទុកចិត្តនិងហ៊ានសម្រេចចិត្តប្រើផលិតផលឬសេវាកម្មនោះដោយប្រើរយៈពេលខ្លីជាងទទួលបានអតិថិជនថ្មីនិងបង្កើតចំនួននៃការលក់ដោយដែលបានរៀបរាប់ពីខាងដើមដោយដែលបានរៀបរាប់ពីទទួលឥឡូវខ្ញុំសូមអានកន្លែងនេះសាមីទទួលបានអតិថិជនថ្មីនិងបង្កើតចំនួននៃការលក់ដោយដែលបានរៀបរាប់ពីខាងដើមBA ភាគច្រើនគឺជាបុគ្គលដែលមានឥទ្ធិពលឬជាបុគ្គលដែលមានគេស្គាល់ច្រើននៅក្នុងបណ្ដាញសង្គមហេតុនេះក្រុមហ៊ុនមួយអាចមានឱកាសទទួលបានអតិថិជនថ្មីជាច្រើនអ្នកត្រឡប់មកវិញដែលអតិថិជនទាំងនោះអាចជាអ្នកគាំទ្រ BA ដែលខាងក្រុមហ៊ុនជួលមកឬក៏ភាសារបស់យុវវ័យសម័យ2025ច្រើនដែលនិយាយថាប្រើពាក្យតាមគ្នាថា idol លើពីនេះអតិថិជនថ្មីមួយទៀតអាចជាក្រុមហ៊ុនដែលកំពុងតែចាប់អារម្មណ៍នៅលើផលិតផលឬសេវាកម្មក្រុមហ៊ុនមួយនោះស្រាប់ប៉ុន្តែមិនទាន់សម្រេចចិត្តនឹងមិនទាន់សម្រេចចិត្តដោយសារតែមិនទាន់ទុកចិត្តឬក្រោយពេលដែលឃើញ BA ដែលជាបុគ្គលសាធារណៈល្បីមានការជាប់ពាក់ព័ន្ធនឹងដំណើរក្រុមហ៊ុនដូច្នេះក៏អាចជាកត្តាជ្រុញច្រានមួយដែលក្រុមហ៊ុនចាប់អារម្មណ៍ស្រាប់ទាំងនេះហ៊ានធ្វើសេចក្តីសម្រេចចិត្តដោយលែងមានការសង្ស័យផងដែរការនិយាយតគ្នាជាទីផ្សារដែលមានឥទ្ធិពលបំផុតដោយជាទូទៅនៅពេលដែលចង់ទិញរបស់អ្វីមួយមនុស្សច្រើនតែសួរនៃអ្នកជំនាញខ្លួនហើយប្រសិនបើមនុស្សដែលគាត់ស្គាល់ណែនាំថាទៅទិញយីហោមួយនេះល្អសូម្បីតែតារាចម្រៀងម្នាក់នោះក៏ប្រើដែរហើយបើមានអ្នកណែនាំដូច្នេះឱកាសដែលបុគ្គលមួយរូបនេះទៅទិញគឺខ្ពស់ណាស់ព្រោះគាត់ជឿជាក់លើបទពិសោធន៍មនុស្សដែលគាត់ស្គាល់ដូចជាជឿទុកចិត្តតាមអ្វីតារាចម្រៀងអ្វីមួយនោះបញ្ជាក់ផងដែរជួយបង្កើតមាតិកាផ្សព្វផ្សាយកាន់តែសម្បូរបែបការមាន BA ប្រចាំក្រុមហ៊ុនគឺជួយឲ្យការបង្កើតជួយបង្កើតមាតិកាផ្សព្វផ្សាយកាន់តែសម្បូរបែបមិនថាតែផលិតផលនិងមាតិកាសម្រាប់ផ្សព្វផ្សាយទៅលើអនឡាញឬ offline នោះទេប៉ុន្តែបន្ថែមទាំងពីនេះទៀតគឺការរើស BA ត្រូវជាមួយនឹងផលិតផលឬសេវាកម្មរបស់អ្នកគឺអាចជួយឲ្យការផលិតមាតិកាផ្សព្វផ្សាយរបស់អ្នកកាន់តែចំគោលដៅហើយជួយការនិយាយបានថាឬចំណេញជាងការចំណាយលុយផលិតមាតិកាក្នុងមាតិកាធម្មតាថែមទៀតផង3
ប្រភេទនៃបុគ្គលល្បីៗគេបែងចែកប្រភេទនៃ influencer ទៅតាមចំនួនអ្នកតាមដាន5កម្រិតដូចខាងក្រោម Nano influencer គឺជាអ្នកមានឥទ្ធិពលអ្នកតាមដាន1000 ទៅ 10000 នាក់ភាគច្រើនអ្នកមានឥទ្ធិពលនៅកម្រិតនេះមិនមែនជាមនុស្សល្បីល្បាញទេប៉ុន្តែពួកគេជាមនុស្សធម្មតាដែលស្គាល់ច្បាស់ពីមនុស្សចំនួនមួយក្រុមនិងសកម្មភាពពិសេសធ្វើឲ្យមានអ្នកដទៃធ្វើឲ្យមានសកម្មភាពជាមួយអ្នកដទៃជាច្រើនដូចនេះ Nano influencer គេស័ក្តិសមសម្រាប់ម៉ាកធំៗដែលចង់ធ្វើទីផ្សារនៅក្រុមហ៊ុនទៅកាន់ក្រុមហ៊ុនជាក់លាក់ឬទីផ្សារ Next ដែលជាទីផ្សារជាមនុស្សជិតស្និទ្ធនិងមានឥទ្ធិពលឬម៉ាកយីហោដែលចាប់ផ្ដើមពិសោធន៍ជាមួយនឹង influencer marketing និងម៉ាកតូចៗដែលមានថវិកាកំណត់ដើម្បីជួយឲ្យអ្នកមានឥទ្ធិពលឧទាហរណ៍អ្នកសរសេរប្លុកឬអ្នកចែករំលែកចំណេះដឹងផ្នែកជាក់លាក់អូខេmicro influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានពី11000នាក់ច្រើនជាង10000នាក់ទៅ500,000នាក់អ្នកមានឥទ្ធិពលនៅកម្រិតនេះគឺជាញឹកញាប់មានការណែនាំច្បាស់លាស់សម្រាប់បង្កើតមាតិកាតាមវិធីផ្ទាល់ខ្លួនឧទាហរណ៍មនុស្សខ្លះប្រកែនិយាយមិនចំចូលអ្នកអាចស្វែងរកផលិតផលល្អនិងមានគុណភាពដើម្បីបង្កើតមាតិកានិងអ្នកឬអ្នកខ្លះពូកែខាងបច្ចេកវិទ្យាពួកគេអាចបង្កើតខ្លឹមសារអំពីចំណេះដឹងផ្នែកបកភាពដើម្បីបង្កើតមេតាកាឬអ្នកខ្លះពូកែខាងបច្ចេកវិទ្យាពួកគេអាចបង្កើតខ្លឹមសារចំណេះដឹងផ្នែកបច្ចេកវិទ្យា mid tier influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចន្លោះពីលើសពី500,000នាក់ទៅដល់5លាននាក់ក្រុមនេះមានភាពតាក់ទាញជាពិសេសដោយសារចំនួនអ្នកតាមដានច្រើនជាងក្រុមអ្នកមានឥទ្ធិពលតូចៗ nano ឬ micro ប៉ុន្តែនៅតែរក្សាភាពជិតស្និទ្ធជាមួយអតិថិជនពួកគេមានសកម្មភាពខ្ពស់ក្នុងការបង្កើតការយល់ដឹងពី mark brand awareness ជាអ្នកមានឥទ្ធិពលបំផុតក្នុងការជំរុញការចូលរួម engagement micro influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចន្លោះពី50,000នាក់ទៅ1លាននាក់ក្រុមនេះមានឥទ្ធិពលទស្សនិកជនក្នុងរង្វង់ធំជាមនុស្សល្បីមានឥទ្ធិពលខ្លាំងក្នុងសង្គមភាគច្រើនពួកគេធ្វើជា influencer ពេញម៉ោងដែលមានការរៀបចំមាតិកាប្រកបដោយវិជ្ជាជីវៈនិងយុទ្ធសាស្ត្រច្បាស់លាស់ macro influencer សម័យmicro influencer ស័ក្តិសមសម្រាប់ម៉ាកធំទៅដែលមានថវិកាទីផ្សារគួរស័ក្តិសមនឹងចង់បង្កើតការស្គាល់ម៉ាក brand awareness យ៉ាងទូលំទូលាយនិងជំរុញយុទ្ធនាការទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ឧទាហរណ៍តារាចម្រៀងនិងតារាសម្ដែងល្បីឈ្មោះដែលមានអ្នកតាមដានជាច្រើនដូចជាតារាខ្មែរដែលល្បីលើបណ្ដាញសង្គមនិងមានអ្នកគាំទ្រយ៉ាងច្រើន mega influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចាប់ពី1លានអ្នកឬច្រើនជាងនេះអ្នកដែលមានឥទ្ធិពលនៅក្នុងក្រុមនេះគឺជាធម្មតាគឺពួកគេជាមនុស្សល្បីល្បាញដែលគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងសង្គមដូចជាតារាល្បីតារាចម្រៀងអត្តពលិកឬអ្នកមានឥទ្ធិពលល្បីតាមកំណត់គោលដៅទីផ្សាររបស់ក្រុមហ៊ុនអ្នកមានឥទ្ធិពលនេះគឺពិបាកចំពោះអ្នកតាមដានគឺពិបាកណាស់ចំពោះមានអ្នកតាមដានមកតាមដានច្រើនតើអ្នកតាមដានម្នាក់មានរបៀបរស់នៅនិងចំណាប់អារម្មណ៍ខុសគ្នាហើយអ្នកតាមដានម្នាក់មានរបៀបនិងចំណាប់អារម្មណ៍រស់នៅខុសគ្នាប៉ុន្តែអត្ថប្រយោជន៍នៃក្រុមអត្ថប្រយោជន៍នៃអ្នកដែលមានឥទ្ធិពលនេះគឺពួកគេអាចបង្កើតការស្គាល់ម៉ាកបានយ៉ាងឆាប់រហ័សជាងនេះទៅទៀតការតាមដានក៏ទំនាក់ទំនងធ្វើតាមពេលរបស់អ្នកមានឥទ្ធិពលផងដែរដូច្នេះ mega influencer គឺស័ក្តិសមសម្រាប់ម៉ាកធំៗដែលមានថវិកាខ្ពស់ណាស់ហើយចង់បង្កើត brand awareness ដើម្បីឲ្យផលិតផលឬយុទ្ធនាការត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនិងឆាប់រហ័សហើយដល់ទៅលើប្រាក់
គេឈ្មោះឬភាពជឿជាក់របស់អ្នកដែលមានឥទ្ធិពលលើកម្រិតនេះជាជំនួយគន្លឹះ tips nano និង micro influencer គឺស័ក្តិសមសម្រាប់ទីផ្សារniche market និងម៉ាកតូចៗ mid tier និង macro influencer គឺស័ក្តិសមសម្រាប់ការបង្កើត brand awareness និងយុទ្ធនាការទីផ្សារធំៗ mega influencer គឺស័ក្តិសមសម្រាប់ម៉ាកធំៗដែលចង់ធ្វើយុទ្ធនាការទូលំទូលាយនិងឆាប់រហ័សដូច្នេះការជ្រើសរើស influencer ត្រូវផ្អែកលើគោលដៅទីផ្សារថវិកានិងការទូលំទូលាយនិងឆាប់រហ័សដូចជួយខ្សែទៅដូច្នេះការជ្រើសរើស influencer ត្រូវផ្អែកលើគោលដៅទីផ្សារថវិកានិងអត្ថបទនិងអត្ថប្រយោជន៍ដែលចង់ទទួលបាន4ការជ្រើសរើសបុគ្គលល្បីការជ្រើសរើស influencer សមស្របសម្រាប់យុទ្ធនាការទីផ្សាររបស់អ្នកគឺជាទីផ្សារសំខាន់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើភាពជោគជ័យយុទ្ធនាការនោះខាងក្រោមនេះគឺជាជំហានសំខាន់នៅកត្តាដែលត្រូវពិចារណានឹងពេលជ្រើសរើស influencer កំណត់គោលដៅទីផ្សារ define your goal តើអ្នកចង់សម្រេចពីយុទ្ធនាការនេះបង្កើតការស្គាល់ម៉ាក brand awareness លើកកម្លាំងផលិតផល increase sale បង្កើតទំនាក់ទំនងជាមួយអតិថិជន engage with customer ការកំណត់គោលដៅឲ្យច្បាស់ជាមួយនឹងអ្នកជ្រើសរើស influencer ឲ្យស័ក្តិសមចំណែកស្វែងយល់ពីអ្នកតាមដាន influencer understand the audience តើអ្នកតាមដានរបស់ influencer នោះគឺជាអ្នកណាអាយុភេទចំណាប់អារម្មណ៍ទីតាំងភូមិសាស្ត្រតើអ្នកតាមដានរបស់ពួកគេសមស្របនឹងគោលដៅទីផ្សាររបស់អ្នកដែរទេវិភាគ influencer analyze influencer type ជ្រើសរើស influencer តាមកម្រិតឥទ្ធិពលរបស់ពួកគេ nano influencer ពី1000ទៅ10000សម្រាប់ទីផ្សារ niche market តើទីផ្សារ niche market micro influencer សម្រាប់ទទួលទំនុកចិត្តពីអ្នកតាមដាន mid tier influencer សម្រាប់បង្កើត brand awareness macro influencer សម្រាប់យុទ្ធនាការទូលំទូលាយ mega influencer សម្រាប់ផលិតផលយ៉ាងឆាប់រហ័សពិនិត្យមើលគុណភាពមាតិកា check content quality តើមាតិការបស់ influencer នោះមានគុណភាពដែរឬទេតើពួកគេបង្កើតមាតិកាដែលទាក់ទាញនិងផលពាក់ព័ន្ធនឹងលទ្ធផលរបស់អ្នកដែរទេតើពួកគេមានភាពស្មោះត្រង់និងជឿទុកចិត្តពីសំណាក់អ្នកតាមដានដែរទេវាយតម្លៃការចូលរួមevaluate engagement rate ការចូលរួម engagement របស់អ្នកតាមដានគឺសំខាន់ជាងចំនួនអ្នកតាមដាន10ដងពិនិត្យមើលចំនួន like comment share និងការឆ្លើយតបរបស់អ្នកតាមដាន influencer ដែលមាន engagement rate ខ្ពស់អាចជះឥទ្ធិពលខ្លាំងជាង influencer ដែលមានអ្នកតាមដានច្រើនប៉ុន្តែ engagement ទាបចូលពិនិត្យមើលប្រវត្តិរូប check the background influencer ទោះមានប្រវត្តិinfluencer នោះមានប្រវត្តិល្អដែរទេតើពួកគេមានចំនួនឬវិវាទដែលអាចប៉ះពាល់ដល់ម៉ាករបស់អ្នកដែរទេតើពួកគេមានភាពស្មោះត្រង់ចំពោះអ្នកតាមដានរបស់ពួកគេដែរទេពិភាក្សាអំពីតម្លៃ discuss budget តើ influencer នោះគិតថ្លៃប្រមាណតើតម្លៃនោះសមស្របនឹងថវិការបស់អ្នកដែរទេតើតម្លៃនោះសមស្របនឹងតម្លៃដែលរំពឹងទុកពីយុទ្ធនាការនេះដែរទេតើធ្វើកិច្ចសហការល្អ build a good relationship ការសហការជាមួយ influencer ដែលគួរតែផ្អែកលើការទុកចិត្តនិងការគោរពផ្ដល់ឲ្យ influencer នោះនៅសេរីភាពក្នុងការបង្កើតមាតិកាប៉ុន្តែត្រូវបង្កើតថាមាតិកានោះទៅស្របនឹងតម្លៃនៃម៉ាករបស់អ្នក ផលវិជ្ជមានដែលមានផលវិជ្ជមាននៃការងាររបស់ទូចសច្ឆន្ទៈបញ្ហាសំខាន់ក្នុងការប្រើប្រាស់ brand ambassador BA គឺលំបាកនៅការគ្រប់គ្រងអាកប្បកិរិយានិងសកម្មភាពរបស់ពួកគេបើសិនបើ BA ដែលមិនជួយបញ្ហាឬបង្ករឿងអាស្រូវអាចជះឥទ្ធិពលអវិជ្ជមានដល់រូបភាពនិងកេរ្តិ៍ឈ្មោះរបស់យីហោដូច្នេះមុននឹងជ្រើសរើសអ្នកណាម្នាក់ធ្វើជា BA ម្ចាស់យីហោត្រូវពិនិត្យនិងជ្រើសរើសដោយប្រុងប្រយ័ត្នដោយផ្អែកលើភាពជឿជាក់និងតម្លៃបុគ្គលនោះឲ្យសមស្របនឹងយីហោ
ប្រវត្តិសកម្មភាពរបស់ពួកគេចប់នេះយ៉ាអូចប់សហការជាមួយ influencer អាចមានតម្លៃខ្ពស់ជាពិសេសជាមួយនឹងអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមអាជីវកម្មច្រើនត្រូវតែផលិតត្រូវតែផ្ដល់ផលិតផលឥតគិតថ្លៃឬសេវាកម្មព្រមទាំងកម្រៃខណៈថែមទៀតបើសិនបើផលិតផលអ្នកមិនសមស្របនឹងទីផ្សារត្រូវមានតម្រូវការទៀតឬអាជីវកម្មនោះមានទ្រង់ទ្រាយតូចវិនិយោគ influencer មិនអាចផ្ដល់ចំណេញនិងបង្កហានិភ័យខាតបាត់បង់ហិរញ្ញវត្ថុការប្រើ influencer តែងតែមានសុវត្ថិភាពសម្រាប់អាជីពការប្រើ influencer មិនមែនតែងតែមានសុវត្ថិភាពសម្រាប់អាជីវកម្មនោះទេបើសិនជាអ្នកជ្រើសរើស influencer ខុសឲ្យពួកគេជួបបញ្ហាបង្ករឿងអត់ស្រូវអាជីវកម្មដែលមានផ្សារភ្ជាប់ជាមួយនឹងការប្រឈមការប៉ះពាល់វិជ្ជមានដល់កេរ្តិ៍ឈ្មោះលើពីនេះបើសិនលើពីនេះបើសិនបើអ្នកចុះកិច្ចសន្យា influencer ឬផ្សព្វផ្សាយក្នុងរយៈពេលជាក់លាក់ហើយក្រោយមកពួកគេទៅសហការជាមួយដៃគូប្រជែងវាក៏អាចជាហានិភ័យខ្ពស់ដល់អាជីវកម្មរបស់អ្នកធ្វើឲ្យបាត់បង់ភាពបដិមុខឬប៉ះពាល់ដល់រូបភាពម៉ាកការប្រើ influencer ដើម្បីជួយជំរុញឲ្យអាជីវកម្មអាចពិបាកក្នុងការតាមដានអាចពិបាកក្នុងការវាស់វែងរយការត្រឡប់មកវិញទៅលើការវិនិយោគនៃយុទ្ធនាការទីផ្សារដែលប្រើប្រាស់ influencer ជាធម្មតាមុននឹងសម្រេចប្រើប្រាស់យុទ្ធសាស្ត្រអ្វីឬបន្តគ្នាត្រូវតែដឹងថារាល់ការចារយកកញ្ចប់ផ្សព្វផ្សាយក្នុងចំនួនជាក់លាក់តើបានផ្ដល់ចំណេញពីវាបានទេបានប្រមាណជាទូទៅអាជីវកម្មមួយចំនួនមិនបានតាមដានតួលេខនេះទេអ្នកតាមដានតួលេខខុសដូចជាឃើញសន្ទុះ like comment share ច្រើនពេលមាន influencer ឬក៏ page របស់គាត់កើនឡើងចំនួន follower យ៉ាងគំហុកតែវាគ្រាន់តែជាតួលេខប្រយោលមួយដែលមិនអាចវាស់ស្ទង់ភាពជោគជ័យអាជីវកម្មនោះបានទេតែអ្នកត្រូវគិតថា$1000អ្នកដែលអ្នកផ្សព្វផ្សាយជាមួយនឹង influencer អ្នកទទួលបានចំណូលកាន់ប្រមាណតើវារួចឬចំណេញដែរទេក្រៅពីនេះនោះអ្នកក៏អាចវាស់ស្ទង់តាមតួលេខផ្សេងឬភាពជាក់ស្ដែងផងដែរដើម្បីធានាបាននៅនិរន្តរភាពម្ចាស់អាជីវកម្មត្រូវអនុវត្តយុទ្ធសាស្ត្រទីផ្សារចម្រុះនិងគ្រប់ដណ្ដប់វិធីសាស្ត្រផ្សេងដោយសម្របទៅតាមក្រុមអតិថិជនគោលដៅយុទ្ធសាស្ត្រទាំងនេះអាចរួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយភាពច្នៃប្រឌិតនិងផ្ដោតទៅលើមាតិកាប្លែកៗដែលចំគោលដៅក្នុងការរៀបចំព្រឹត្តិការណ៍ដើម្បីទាក់ទាញនិងតភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនការច្នៃប្រឌិតផលិតផលឬសេវាកម្មដើម្បីបំពេញតម្រូវការអតិថិជនវិធីសាស្ត្រផ្សេងទៀតសមស្របតាមបរិបទនិងលក្ខណៈនៃអតិថិជនគោលដៅការអនុវត្តយុទ្ធសាស្ត្រចម្រុះនេះជួយឲ្យអាជីវកម្មអាចទៅដល់ទស្សនិកជនតាមកាន់តែធំទូលាយនិងចម្រុះព្រមទាំងបង្កើតភាពបត់បែនដោយមិនពឹងផ្អែកទៅលើប្រភពតែមួយវាប្រៀបដូចជាការបើកឱកាសច្រើនសម្រាប់អាជីវកម្មដើម្បីរក្សាកំណើននិងភាពរឹងមាំក្នុងរយៈពេលវែងសូមចងចាំថាធ្វើអាជីវកម្មមិនត្រូវប្រើអារម្មណ៍ទាំងស្រុងទេអ្នកត្រូវប្រើគំនិតយុទ្ធសាស្ត្រនិងតួលេខដើម្បីធ្វើការសម្រេចចិត្ត6សេចក្តីសន្និដ្ឋានមេរៀននេះបានបង្ហាញយ៉ាងច្បាស់ថាទស្សឆន្ទៈ brand ambassador ឬ influencer មានតួនាទីដ៏សំខាន់នៅក្នុងការងារទំនាក់ទំនងសាធារណៈនិងទីផ្សារសម័យថ្មីដោយពួកគេមិនត្រឹមតែជួយផ្សព្វផ្សាយផលិតផលឬសេវាកម្មប៉ុណ្ណោះទេថែមទាំងជួយបង្កើតការស្គាល់យីហោទំនាក់ទំនងអតិថិជនថ្មីនិងជំរុញឲ្យការលក់កើនឡើងក្នុងពេលខ្លីតាមរយៈឥទ្ធិពលរបស់ពួកគេជាពិសេសនៅក្នុងបណ្ដាញសង្គមទូរឆន្ទៈអាចបង្កើតទំនុក
ចិត្តពីមហាជននិងផ្ដល់ភាពងាយស្រួលដល់អាជីវកម្មក្នុងការទៅដល់ទស្សនិកជនគោលដៅដែលជាអត្ថប្រយោជន៍ធំធេងនិងប្រៀបវិធីសាស្ត្របែបទីផ្សារបុរាណចំណែកប្រភេទ influencer ជា nano micro mid-tier macro និង mega ក៏បានបង្ហាញថាការជ្រើសរើសបុគ្គលដែលសមស្របទៅនឹងទំហំអាជីវកម្មនិងគោលដៅទីផ្សារគឺជាកត្តាសំខាន់ដែលអាចនាំទៅរកភាពជោគជ័យទោះបីការប្រើទុតិយឆន្ទៈមានអត្ថប្រយោជន៍ច្រើនក៏ដោយវាមិនមែនជាហានិភ័យនោះទេបញ្ហាដូចជាការគ្រប់គ្រងពិបាកហានិភ័យនៃរឿងអាស្រូវដែលអាចប៉ះពាល់ដល់ម៉ាកនិងការចំណាយខ្ពស់និងការលំបាកក្នុងការវាស់ស្ទង់ផលត្រឡប់ROI គឺជាចំណុចដែលអាជីវកម្មត្រូវពិចារណាដោយប្រុងប្រយ័ត្នការជ្រើសរើសទុតិយឆន្ទៈដោយខ្វះការសិក្សាឬឲ្យបានហ្មត់ចត់អាចនាំឲ្យមានផលវិបាកអវិជ្ជមានដែលប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះនិងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលើពីនេះការពឹងផ្អែកទៅលើទុតិយឆន្ទៈគឺជាយុទ្ធសាស្ត្រដែលអាចធ្វើឲ្យអាជីវកម្មខ្វះភាពបត់បែននិងនិរន្តរភាពនៅក្នុងភាពវែងនៅក្នុងពេលវែងព្រោះផលិតផលមិនមែនតែងតែជាប់លាប់គ្រប់ពេលសរុបមកដើម្បីឲ្យការប្រើប្រាស់ទុតិយឆន្ទៈទទួលបានប្រសិទ្ធភាពខ្ពស់បំផុតអាជីវកម្មត្រូវធ្វើការវិភាគឲ្យបានហ្មត់ចត់គោលដៅកំណត់គោលដៅឲ្យច្បាស់និងបញ្ចូលយុទ្ធសាស្ត្រទីផ្សារចម្រុះផ្សេងទៀតដូចជាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតនិងការរៀបចំព្រឹត្តិការណ៍ឬការលម្អផលិតផលឲ្យច្រើនតបនឹងតម្រូវទីផ្សារនិងសម្រេចចិត្តគួរតែផ្អែកលើតួលេខនិងនិយមទិន្នន័យជាក់ស្ដែងជាងអារម្មណ៍ដើម្បីប្រើធានាថារាល់ការវិនិយោគទទួលបានផលចំណេញសមស្របសរុបមកទុតិយឆន្ទៈគឺជាឧបករណ៍ដ៏មានឥទ្ធិពលប៉ុន្តែការអនុវត្តប្រកបដោយជោគជ័យនិងទាមទារការរៀបចំផែនការយ៉ាងល្អគឺប្រើកបដោយភាពវៃឆ្លាតនិងបង្កើតដោយអាជីវកម្មនិងការរីកចម្រើនបានយូរអង្វែងលោកគ្រូ1 ម៉ោងតាមការអានរបស់ខ្ញុំនៅក្នុងមេរៀននេះដែលប្រើរយៈពេលប្រហែលជាងកន្លះម៉ោងនេះគឺខ្ញុំអាចយល់ដឹងពីខ្លឹមសាររបស់មេរៀននេះគឺចង់ប្រាប់យើងគឺចង់បង្ហាញខ្លឹមសារប្រាប់យើងថាគឺការមានស្ថាប័នមួយដែលចង់ឲ្យផលិតផលយើងរីកចម្រើនឬក៏ដុះដាលលឿនគឺយើងត្រូវតែចេះសហការជាមួយនឹង influencer ហើយ influencer ទាំងនោះគឺមានច្រើនបែបច្រើនបែបឬក៏ច្រើន level ដែលតាមតែគោលដៅអតិថិជនឬក៏ audience ដែលយើងចង់បានបើសិនជាយើងក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនបែបលក់អីចឹងទៅគឺយើងត្រូវតែយក influencer ណាដែលមើលទៅគាត់លក្ខណៈថា audience របស់គាត់សិតតែអ្នកតាមដានបែបចង់ថាបែប beauty care ថែរក្សាសម្រស់ឬក៏អីចឹងទៅដែលវាលក្ខណៈថាវាចេញមកគឺវា match ជាមួយនឹងផលិតផលដែលយើងចង់លក់យើងហើយដើម្បីតែមុននឹងត្រូវតែសហការជាមួយនឹង influencer មួយហ្នឹងគឺយើងត្រូវតែមើលសិនថាតើគាត់មាន background ល្អ background គាត់ធ្លាប់មានវិវាទធ្លាប់មានការឆ្លោះគ្នាឆ្លោះប្រកែកគ្នាតាម Facebook ឬក៏ជេរគ្នាតាម Facebook ដែលទេតើមើលទៅគាត់មាន background ល្អដែលយើងគួរឲ្យទុកចិត្តនឹងសហការជាមួយគាត់បែប long term ឬក៏ហើយខ្ញុំសូមជាចុងក្រោយគឺខ្ញុំសូមអរគុណទៅដល់លោកគ្រូហើយនឹងមិត្តភ័ក្តិយើងទាំងអស់គ្នាតែខ្ញុំសូមអរគុណទៅដល់លោកគ្រូដែលបាន
ពិនិត្យមើលវីដេអូខ្ញុំដល់ចប់ហើយខ្ញុំក៏សង្ឃឹមថាលោកគ្រូក៏បានមើលវីដេអូខ្ញុំដល់ចប់ផងដែរអញ្ចឹងខ្ញុំសូមអរគុណដល់លោកគ្រូហើយសូមជម្រាបលាលោតមក